ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះងាតស្វាងរតនៈមកពីក្រុម AU10 ថ្ងៃនេះគឺខ្ញុំលើកយកបច្ចេក Midterm កិច្ចការទី2ក្រុម Management ក្នុងនេះដែរគឺយើងមាន9ចំណុចទី1 create group developer UI UX និង DevOps ដើម្បីបង្កើតក្រុមបានគឺយើងប្រើទៅលើ command sudo group add developer sudo group add UX UI sudo group add DevOps ឥឡូវយើងមកកាយវាបានហើយយើង show វាមើលបើតែ comment city etc ក្រុមអូខេឥឡូវយើងឃើញថាយើងបានបង្កើតវាបានហើយនេះ UI UI developer និង DO អញ្ចឹងយើង clear វាសិនមកចូលមកកាន់ចំណុចទី2នេះដែរគឺយើង delete ទៅលើ developer គ្រប់ចោលចឹងយើងប្រើទៅលើ command sudo គ្រប់តែនេះដែរគឺស្មើនឹង delete developer ឥឡូវយើង show list វាអូខេយើងឃើញថាយើងបាន delete ទៅលើគ្រប់ developer ចោលហើយឥឡូវចូលមកដល់ចំណុចទី3នេះគឺយើង create it back ឥឡូវយើងមកបង្កើតវាម្ដងទៀតទៅលើ developer ទៅលើ command sudo add developer ហើយយើង show list អូខេយើងឃើញថា developer យើងគឺបានមកវិញហើយអញ្ចឹងចូលមកកាន់ទី4នេះគឺយើង create file វិញម្ដងខ្ញុំប្រើទៅលើ command touch developer process .tt UI process.tt មួយទៀត DevOps process.tt ឥឡូវយើងឃើញថាបង្កើតបានហើយអញ្ចឹងចូលមកដល់ទី5គឺយើង show list វាមើលអូខេឥឡូវយើងបង្កើតវាបានហើយយើងចំកាន់ទៅលើចំណុចទី6
change file permission ទៅ755 ចឹងខ្ញុំវាយទៅលើ command chmod 755 ចូលទី7គឺយើងចូលលិះវាអូខេយើងឃើញថាយើង change បានហើយចឹងយើងចូលមកកាន់ចំណុចទី8គោរព developer and UX UI គឺយើងមិនឲ្យវា access ចូលទៅកាន់គ្រប់ DevOps បានចឹងយើងប្រើទៅលើ command sudo DevOps .tt ឥឡូវយើងចូលមកកាន់ទី9គឺយើង clarify វាវាយ command sudo chmod shut off process.tt បន្ទាប់មកគឺយើង show វាមើលមកទៅលើ command ct off process.tt អូខេយើងឃើញថាវាចេញទៅលើ permission din ហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ